បងវេ overdrive នឹងធ្វើមិនបានលេងកើតបងឲ្យចោះវេ overdrive នឹងគេឲ្យលេង skin KOS free ទាំងអស់មែនហ្នឹងឯអូនអាវេហ្នឹងគេឲ្យលេង skin KOS free ទាំងអស់តើទាំង KOS សេរីចាស់ទាំងសេរីថ្មីអីហ្នឹងមកទាំងអស់ហ្មងគេឲ្យយើងលេង free ទាំងអស់ហ្មងហើយសម្រាប់ការលេងវេហ្នឹងគឺអត់មានអីពិបាកទេអ្នកគ្នាគ្រាន់តែមើលតាមខ្ញុំទៅអ្នកគ្នាចូលលេងបានបាត់ហើយដំបូងអ្នកគ្នាចុចពាក្យថា mode នេះមកវានឹងចូលមកផ្ទាំងធំកន្លែងនេះកន្លែងរើសវាអីចឹងទៅហើយអ្នកគ្នាចុចអាវេនេះមកដោយសារតែខ្ញុំមិនដឹងថាហ្នឹងហៅថាម៉េចចឹងខ្ញុំមិនដឹងទេអ្នកគ្នាមើលតាមខ្ញុំទៅហើយអ្នកគ្នាចូលទៅឃើញនេះវេ overdrive នេះអ្នកគ្នាឃើញទៅនេះមកផ្ទាំងធំគេដាក់រូប KOS ទាំងអស់ហ្នឹងហើយចុចលើហ្នឹងទៅចូលលេងបានហើយដល់ពេលដែលយើងចូលលេងគេឲ្យយើងរើស hero ឆ្វេងស្ដាំហ្នឹងហើយប៉ុន្តែយើងកុំខ្វល់យើងរើសទៅមកផ្ទាំងខាងនេះបានទេខាងនេះ skin KOS ទាំងអស់ហ៎មកផ្ទាំងខាងនេះគឺលេង skin KOS បានទាំងអស់ហ្មងបើមិនជឿទេសាកយកមកលេងខ្លួនឯងទៅដឹងហើយនេះឥឡូវខ្ញុំសាកយក valor ឲ្យអ្នកគ្នាមើលហ្មងហើយអ្នកគ្នាអូសមកដល់ skin KOS ហ្នឹងមកចុចទៅលេងបានហើយនេះគេដាក់ពាក្យថា free តើគេដាក់អក្សរធំធំថា free ហ្មងមិនមែន skin trial ទេយើងអាចយក skin ហ្នឹងយកមកលេងបានសេរីហ្មងនៅក្នុង web overdrive ហ្នឹងឲ្យតែជា skin KOS គឺយើងលេងបានទាំងអស់ហ្មងអញ្ចឹងហើយចាំការទៀតសម្រាប់បងអូនណាដែលមានថាវិការដាក់ skin KOS យកមកលេងអញ្ចឹងណាគឺអ្នកគ្នាអាចមកលេងវគ្គហ្នឹង free អញ្ចឹងទៅគេឲ្យយើងលេង skin ហ្នឹង free យូរគួរសមដែរតើអញ្ចឹងហើយអ្នកគ្នាហ្នឹងចូលទៅ test skin KOS ហ្នឹងទាំងអស់ហ្មងទៅតែហើយណានៃមើលតែឲ្យស្គាល់ជាតិ KOS អស់មើល